សម្ដេចគាត់មានពេលទៅសួរទុកមន្ត្រីរាជការតាមខេត្តបានចុះហេតុអ្វីបងឯងសួរគាត់បងឯងចេះដឹងជាងគាត់មិនបងឯងចង់ជាប់គុកអីបានបងឯងលើករឿងហ្នឹងឡើងមកគាត់ចង់ទៅមើលជនភៀសខ្លួនអាហ្នឹងតាមហឫទ័យរបស់គាត់បងឯងចេះតែហៅរកគុកហ៊ុនសែនចង់អង្គុយជួបអាចមួយថ្ងៃ8ម៉ោងកុំឆ្ងល់គាត់ជាអ្នកកាន់អំណាចធំបងឯងក៏មាត់នឹងជាចង់គុកម៉េះបងឯងត្រូវគិតថាលោកហ៊ុនសែនជាអ្នកកាន់អំណាចផ្ដាច់ការដូច្នេះស្អីដែលគាត់ធ្វើគឺគ្មានអ្នកណាទៅបញ្ជាគាត់ទេកុំសូវពេកកុំសូវសួរអារបស់ណាដែលយើងជាប់គុកណាអារបស់ណាដែលយើងចេះដឹងយើងសួរទៅបងបញ្ញាប្រាប់ថានឹងគុកទេចេះដឹងហ៊ុនសែនមិនទៅមើលជនភៀសសិតអីហ្នឹងគុកភ្លាមគេថាយើងញុះញង់គុកបាត់លើហ្នឹងឯងឈប់មុននឹងសួរត្រូវយកគោលក្បាលគិតណាឌីស៊ីណាសំណួររបស់ចៅអត់ចាំបាច់ឆ្លើយទេបើចៅមិនចេះក៏ហីទៅចុះហារ៉ាហារ៉ាសៀវភៅ Rich Dad Poor Dad ដល់អ្នកនិពន្ធនិយាយកុំឲ្យ working hard តែពេលស្ដាប់តាបែរជា working hard ពាក្យពីរម៉ាត់ដែលចៅអត់យល់ Robert Kiyosaki បង្រៀនមនុស្សឲ្យ working hard ដោយប្រើខួរក្បាល working hard ដោយប្រើខួរក្បាល working hard មានពីរយ៉ាងធ្វើការកម្លាំងបាយគ្មានចំណេះអ្នកប្រាជ្ញទូនមានថាកុំចង់ធ្វើអីព្រោះពិបាកខ្លាំងណាស់អ្នកប្រាជ្ញទូនមានឲ្យរៀនចេះដឹងធ្វើការដោយយកចិត្តទុកដាក់ប្រើខួរក្បាលនេះហៅថាមិនធ្វើការដោយកម្លាំងបាយដែលអង់គ្លេសហៅថា work smart អញ្ចឹងទាំងពីរហ្នឹងតាមពិត work hard ដូចគ្នា working hard មានពីរយ៉ាងធ្វើការដោយកម្លាំងបាយគ្មានចំណេះអ្នកប្រាជ្ញទូមានថាកុំចង់ធ្វើអីព្រោះពិបាកខ្លាំងណាស់អាហ្នឹង work hard ដល់មួយទៀត work hard ដែរអ្នកប្រាជ្ញទូមានថាឲ្យរៀនចេះដឹងធ្វើការដោយយកចិត្តទុកដាក់ប្រើខួរក្បាលនេះហៅថាមិនធ្វើការដោយកម្លាំងបាយដែលអង់គ្លេសហៅថា work smart អ្វីដែលអ្នកនិពន្ធ Robert Kiyosaki និយាយនៅក្នុងសៀវភៅ Rich Dad Poor Dad គឺចង់និយាយថាឲ្យចៅ work smart កុំឲ្យ work hard នៅពេលដែលពាក្យថា work hard គឺជាកម្លាំងបាយរីឯតា James Sock គាត់ឲ្យ work hard ក្រោយពីរៀនអានោះនៅអង់គ្លេសនៅប្រទេសអាមេរិកគេហៅ work smart គឺការធ្វើការងារដោយប្រើខួរក្បាលនិងចំណេះដឹងវា hard ដូចគ្នាប៉ុន្តែមួយប្រើការចេះដឹងនិងខួរក្បាលមួយប្រើកម្លាំងបាយនឹងហើយដែលក្មេងសម័យក្រោយហ្នឹងវាអត់យល់អញ្ចឹងតាបញ្យល់ណាកូនណា working hard ទាំងពីរតែមនុស្សណាដែល work hard ដោយប្រើខួរក្បាលគេហៅថា smart រីឯមនុស្សណាដែលល្ងងហើយប្រើកម្លាំងបាយគេហៅ working hard physically មានពាក្យមួយទៀតអាមួយទៀត working hard mentally វាមានពាក្យរបស់វាអញ្ចឹងហើយបានជាក្មេងជំនាន់ក្រោយហ្នឹងអានសៀវភៅហើយអត់យល់ទេមានក្មួយខ្ញុំឯងគាត់ថាវាប្រាប់ម៉ែវាថាគេ work smart គេអត់ work hard ទេ smart អីណាបើយើងអត់មានសញ្ញាបត្រខ្ពស់ហ្នឹងយើងទៅ smart អាម៉េចបានណាដូចខ្ញុំពីអ្នកប្តីប៉ុនខ្ញុំតែងតែ work hard ពីព្រោះយើងមានការចេះដឹងទេព
យើងមានការចេះដឹងទេពយើងត្រូវ work harder បានជាខ្ញុំបដៅកូនខ្ញុំឲ្យคล้ายទៅជាអ្នក work smart កូនខ្ញុំវាคล้ายទៅជាអ្នក work smart ពីព្រោះវាមានចំណេះដឹងខ្ពស់ជាងខ្ញុំចំណែកខ្ញុំនេះ work hard ពីព្រោះខ្ញុំមានចំណេះចេះដឹងទេពណាចៅណាអូខេឆ្លើយប៉ុណ្ណឹងយល់ហើយនៅយកទៅគិតទៅយល់ហើយអូខេហារ៉ាលោកតាសពថ្ងៃខ្ញុំធ្វើការឲ្យគេនៅពេលដែលមានការងារមកច្រើនហើយមានគេប្រើខ្ញុំច្រើនក្នុងពេលតែមួយតើខ្ញុំគួរគ្រប់គ្រងស្ថានភាពបែបណាចម្លើយគឺចាត់ចែងការងារដោយប្រើខួរក្បាលការងារកាលណាមានច្រើនគឺជារឿងល្អចំពោះយើងប៉ុន្តែយើងត្រូវរៀនចាត់ចែងការងារហ្នឹងដោយប្រើខួរក្បាលណាចាណាខ្ញុំចង់ទៅលេងលោកតាណាព្រោះនៅអាមេរិកស្រាប់មិនបាច់ទេកូនតាអត់មានទទួលភ្ញៀវហើយអត់ចាំបាច់មកទេនងខាតពេលណាលិខិតតវ៉ាជាមួយថៃគ្មានប្រសិទ្ធភាពអីបន្តិចសោះសវណ្ណភូមិលិខិតតវ៉ាយ៉ាងម៉េចលិខិតគណៈកម្មាធិការព្រំដែនរដ្ឋលេខាធិការព្រំដែនកម្ពុជាលិខិតអំពាវនាវគ្មានទម្ងន់ចំពោះថៃសវណ្ណភូមិឯងបន្ទោសអ្នកណាបើវាអត់មានទម្ងន់ណាវាអត់មានទម្ងន់ប្រសិទ្ធភាពគឺទម្ងន់តើធ្វើម៉េចឲ្យវាមានទម្ងន់ Bowen អ្នកស្រី Margaret Thatcher បានដោះស្រាយបញ្ហាអ្វីខ្លះសំណួរនេះអត់ត្រូវសួរទេចៅបើចៅឯងរស់នៅប្រទេសអង់គ្លេសចៅឯងរៀនទិញសៀវភៅអានពីគាត់តែបើចៅឯងរស់នៅកម្ពុជាអ្វីដែលលោកស្រី Margaret Thatcher គាត់ធ្វើអត់តាក់ទងចៅឯងទេសំណួរចៅឯងនេះជាសំណួរដែលគ្មានប្រយោជន៍ចំពោះចៅហើយគ្មានប្រយោជន៍ចំពោះអ្នកស្ដាប់សំណួរចៅទេណា Bowen ចៅគួរសួរថាតើមេដឹកនាំរបស់ចៅលោកហ៊ុនសែនលោកហ៊ុនម៉ាណែតដោះស្រាយបញ្ហាអ្វីខ្លះអានឹងគួរសួរហើយបើខ្លាចជាប់គុកត្រូវចេះតាមដានណាអានឹងអញ្ចឹងបង that love ក្មេងៗខ្លះយកពាក្យនឹងមកនិយាយប៉ុន្តែខ្លួនឯងវាអត់ចេះដល់ពេលវាខ្ជិលវាប្រាប់ម៉ែឪថានៅស្រុកអាមេរិកគេ work smart គេអត់ work hard បងអើយគ្មានទេអាអត់ work hard ហើយ smart នោះវាទាល់តែយើង smart ដោយសារការចេះដឹងទើបយើង work smart ណាកំពុងចាំវាអញ្ចឹងហើយបានខ្ញុំយល់ថាក្មេងវាចាប់យកតែកន្លែងណាស្រួលទេវាអត់ចង់ឆ្លងកាត់ការលំបាកទេលោកតាតើពិតជាមានរឿងតែអង្គទេអត់ទេអត់មានរឿងតែអង្គជារឿងប្រឌិតfirst generation like you and me have no choice ព្រោះយើងរៀនបានតិចត្រូវតែ work hard ប៉ុយខ្ញុំឃើញវិទ្យុបារាំងផ្សាយថាថៃធ្វើរបងព្រំដែននៅបាត់ដំបងនៅខាងថៃផ្សាយឬទេលោកតាចៅទៅមើលទូទស្សន៍ថៃតាខានមើលទូទស្សន៍ថៃប្រហែលជាមួយខែហើយជិត2ខែហើយណាCalifornia Alex សុស្ដីតំបន់ខេត្តក្រចេះហៅតំបន់ CLV យួនចូលមកពេញសុកហើយលោកតាធម្មតារឿងហ្នឹងកើតជិត50ឆ្នាំហើយចឹងរឿងហ្នឹងកើតចាំងពី79មកឆាយសវណ្ណជំរាបសួរលីណាឈុយតើលោកតាយល់យ៉ាងណាចំពោះការបកស្រាយរបស់លោកបណ្ឌិតញ៉ាល់រដ្ឋាជាមួយ Fresh News ពាក់ព័ន្ធរឿង MOU 2001ខ្ញុំអត់បានស្ដាប់ខ្ញុំអត់ដឹងទេហើយឥឡូវនេះ MOU 2001បានលុបចោលទៅហើយគ្មានអ្វីត្រូវលើកយកមកនិយាយទៀតទេគេលុបចោលហើយអត់មានរឿងអីត្រូវយកមកនិយាយទៀតទេណា
អត់មានរឿងអីត្រូវយកមកនិយាយទៀតទេអត់មានរឿងអីត្រូវយកមកនិយាយទៀតទេគេបានលុបចោលរួចទៅហើយណាគេបានលុបចោលរួចទៅហើយអត់មានរឿងអីយកមកនិយាយទៀតទេអញ្ចឹងខ្ញុំអត់ចាំបាច់នឹងទៅស្ដាប់គាត់ទេរបស់ដែលបានកើតឡើងរួចទៅហើយចប់ណាអានឹងចឹងប្រទេសចិនបានឆ្លើយប្រាប់ថៃឡែនថាជនជាតិចិនម្នាក់ដែលគេចាប់បាននៅប្រទេសថៃមានគ្រាប់បែកនិងអាវុធរដ្ឋាភិបាលចិនមិនការពារជនជាប់ចោទនោះទេនេះគឺជាសម្ដីរបស់ស្ថានទូតចិននៅទីក្រុងបាងកកអ្នកកាសែតម្នាក់នៃ House English គឺលោកប្រវិតរចនព្រឹកបានប្រឹងយករឿង MOU 2001មកនិយាយគ្មានបានការអាចក្តរអីទេពីព្រោះគេលុបចោលហើយរចនព្រឹកគ្រាន់តែជាអ្នកសារព័ត៌មានដែលគេអនុញ្ញាតឲ្យបញ្ចេញមតិតែប៉ុណ្ណោះហើយម្នាក់នេះជាមនុស្សដែលមាននិន្នាការប្រឆាំងអាមេរិកផងដែរម្នាក់នេះងាយណាស់ពីព្រោះម្នាក់នេះជាមនុស្សដែលគ្រាន់តែគេទុកឲ្យសម្រាប់កំដរវេទិកាសេរីភាពសារព័ត៌មាននៅប្រទេសនៅប្រទេសថៃតែប៉ុណ្ណោះនាយករដ្ឋមន្ត្រីអនុទិនចានវីរគុណនិយាយថានៅប្រទេសថៃគ្មានអំណាចម៉ាហ្វ្យាទេអ្នកនយោបាយតែងតែនិយាយអញ្ចឹងទៅតាមពិតអំណាចម៉ាហ្វ្យាមាននៅប្រទេសថៃពេញបឹកណាលោកតាយល់យ៉ាងណាចំពោះការបកស្រាយរបស់បណ្ឌិតញ៉ាល់ឆ្លើយហើយខ្ញុំចេះភាសាអង់គ្លេសតែបកប្រែបានតិចតួចតើធ្វើម៉េចដើម្បីឆាប់ចេះបកមុននឹងចេះបកតើតែចេះអង់គ្លេសស្ទាត់បើចេះមិនទាន់ស្ទាត់កុំគិតរឿងបកគិតរឿងខំរៀនតទៅទៀតចៅសួរនេះសួរលោតណាចៅចង់លោតកន្លងចំណុចចៅរៀនបានសេចក្តីថាចៅខ្ជិលចៅចេះចង់ឆាប់ចេះតាមពិតវាអត់ចេះទេបើយើងខ្ជិលណាចៅណាចៅឯងឈប់ខ្ជិលទៅចៅឯងរៀនទៅចៅឯងចេះហើយថេរាចង់ឲ្យប្រទេសមួយរីកចម្រើនចាប់ផ្ដើមពីខ្លួនក្មួយទៅគឺការអភិវឌ្ឍខាងខួរក្បាលនិងចំណេះដឹងខ្ញុំចង់ឲ្យកូនខ្ញុំរៀនសូត្របានចេះដឹងខ្ញុំនិងភរិយាខ្ញុំត្រូវបង្ហាញពីសមត្ថភាពចេះដឹងកាលណាខ្ញុំបង្ហាញពីសមត្ថភាពចេះដឹងទើបកូនខ្ញុំឃើញខ្ញុំជាគំរូមួយដែលនាំឲ្យគេចូលចិត្តចង់ចេះដឹងអានឹងអញ្ចឹងណាបាទBowen ដូចមកដាច់ហៅថាអង្គការស្មើនឹងពេលអង់គ្លេសថា organization បើចៅមិនស្គាល់ពេលអង្គការបើកវចនានុក្រមមើលណាចៅណាបើមិនចេះបកចៅពន្លាត់វិញទៅចៅមិនមែនទេរៀនមិនទាន់ចេះចង់លោតផ្លោះទៅរកកន្លែងដែលខ្លួនចង់មានន័យថានៅខ្ជិលនៅឡើយបើពិតជារៀនអង់គ្លេសចេះមែនគឺការបកប្រែស្វ័យប្រវត្តិ